ទីបំផុត Commander Lucas ត្រូវបានដាក់បញ្ចូលនៅក្នុង server ផ្លូវការរបស់ Magic Google ហើយខ្ញុំជឿថាអ្នកនរគ្នាមួយចំនួនក៏អត់យល់ពី skill របស់គាត់ដែរចឹងហើយថ្ងៃនេះគឺខ្ញុំមកបកស្រាយពី skill របស់គាត់និងការជ្រើសរើស reward នៅក្នុងត្ររបស់គាត់ឲ្យចំណេញតែឥឡូវនេះយើងអត់ទាន់ទៅដល់កន្លែងនេះយើងបញ្ចូលលោកពីវិធីរើសយក reward ក្នុងត្រទេយើងមកស្វែងយល់ពី skill របស់គាត់ជាមុនសិនព្រោះជា Commander ថ្មីអ្នកនរគ្នាប្រហែលជាអត់ទាន់ច្បាស់នឹង skill របស់គាត់ទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបញ្ចូល skill របស់គាត់ក្រោយពីបញ្ចូល skill ចប់ខ្ញុំនឹងបញ្ចូលពីរបៀបដែលយើងជ្រើសរើស reward ឲ្យចំណេញតែបើអ្នកនរគ្នាដែលបានយល់ពី Commander នឹងហើយអាចខាទៅពាក់កណ្ដាលវីដេអូបានដើម្បីមើលពីវិធីរើស reward ឲ្យចំណេញហើយនេះផងដែរគឺជា skill របស់ Lucas គាត់នឹងទទួលបានការចាប់រង្វាន់ random ចំនួន1នៅពេលដែលគាត់ឡើងដល់ stage 1 round 3និង random ម្ដងទៀតនៅ stage 2 round 3តែបើសិនជា Lucas មកអ្នកនរគ្នាមានផ្កាយ2នឹងទទួលបានការចាប់រង្វាន់ម្ដងទៀតនៅ stage ទី3 round ទី3អញ្ចឹងបានន័យថាបើសិនជា Lucas របស់អ្នកនរគ្នាមាន2ផ្កាយអ្នកនរគ្នាអាចចាប់រង្វាន់បាន3ដងមកដល់កន្លែងនេះគ្នាយើងប្រកាសជាឆ្ងល់បងនិយាយថាអំពីការ reward អត់មាននិយាយអំពីការដកកាតនៅក្នុងនឹងអញ្ចឹងតាមពិតទៅការដែលដកកាតការខ្វែងរង្វាន់មួយចេញហ្នឹងវាមិនមែនជា skill របស់ Lucas ទេវាជា power card របស់ Lucas អញ្ចឹងហើយមិនខ្ញុំទុកវាយកមកនិយាយហ្មងទៅហើយនេះដែរគឺជាកាត power របស់ Lucas ហើយកាតហ្នឹងនឹងផ្ដល់ផលប្រយោជន៍ឲ្យយើងដូចជាយើងមានសមត្ថភាពដករង្វាន់មួយដែលយើងអត់ត្រូវការរៀងរាល់ពេលដែលយើងបានចាប់រង្វាន់ហើយវាថែមទាំងបន្ថែមឲ្យយើងនៅការចាប់រង្វាន់ចំនួន3ដងទៀតគឺនៅក្នុង stage 1 round 2 stage 2 round 2និង stage 3 round 2អញ្ចឹងហើយបើសិនជាយើងយកកាតអាលូកាតហ្នឹងមានន័យថាយើងនឹងចាប់រង្វាន់2ដងជាប់គ្នាចំនួន3ដងវាស្មើនឹង6ដងអញ្ចឹងហើយខ្ញុំអត់ recommend ឲ្យយកកាតផ្សេងក្រៅពីកាតអាលូកាតទេពេលដែលយើងលេងអាលូកាតឥឡូវហ្នឹងយើងចូលមកដល់វិធីចំណេញរបស់យើងកន្លែងហ្នឹងខ្ញុំនឹង free វាហើយបញ្ចូលអ្នកគ្នាតាមសម្រួលមកដល់កន្លែងនេះខ្ញុំចង់ឲ្យអ្នកគ្នាមើលទៅរង្វាន់ទាំង6ហ្នឹងហើយវិភាគខ្លួនឯងថារង្វាន់ណាមានតម្លៃជាងឥឡូវយើងមើលទៅថារង្វាន់ទាំង6ដែលមានហ្នឹងគឺមានតែ5កាក់មាស head on ជាងគេត្រូវអត់អញ្ចឹងយើងត្រូវលុបអា5កាក់មាសហ្នឹងមុនគេជិះវាការ random របស់យើងទទួលបាន5កាក់មាសហ្នឹងនៅពេលដែលយើងលុប5កាក់មាសហ្នឹងហើយរង្វាន់ផ្សេងទៀតនឹងទទួលបានទោះបីជាវាចូល3 gold hero គុណ3ក៏យើងអាចទទួលបាន9កាក់មាសដែរហើយសម្រាប់រង្វាន់គឺវាអត់ដូចគ្នាទេវានឹងមានការផ្លាស់ប្ដូរគ្រប់វគ្គអញ្ចឹងមិនប្រកាសថាយើងបើកមកហ្គេមហ្នឹងយើងមាន5កាក់មាសហ្គេមក្រោយនៅ5កាក់មាសទេអញ្ចឹងមិនថារបៀបដែលលេងឲ្យចំណេញ tip របស់ខ្ញុំមកមានអីច្រើនទេអ្នកនរគ្នាគ្រាន់តែត្រូវកណនាតម្លៃវាហើយគិតថាវត្ថុមួយហ្នឹងមានតម្លៃសម្រាប់យើងអត់យើងចង់បានវាអត់ហើយរបស់ណាដែលយើងអត់ចង់បានយើងកណនាវាជាតម្លៃឧទាហរណ៍ថាបើសិនជាគេដាក់2 gold hero ចំនួន3និង3 gold hero ចំនួន3អញ្ចឹងយើងគួរដឹងឲ្យ2 3ដងស្មើនឹង6កាក់តែ3 ដងស្មើនឹង9កាក់អញ្ចឹងអីដែលយើងត្រូវលុបយើងលុប2 gold ហ្នឹងហើយអញ្ចឹងមិនថាអ្វីដែលខ្ញុំចង់ tip ឲ្យអ្នកនរគ្នាគឺគេរាប់ទាំងអស់កណនាវាជាតម្លៃអាណាថោកជាងគេលុបអានឹងចោលAgain! Shot across the bow! All hands ahoy! The rain commences again! Anh dùng là ơi mà ở thuộc sụp về hành bon sron này các bạn ơi anh cho anh có máy ta bài lấy chân mo lấy chân I will not surrender.